បាទសួស្តីបងប្អូនអរគ្នាមកកាត់ស្មៅទៀតហើយបងប្អូនណាបងប្អូនមើលខាងមុខបងប្អូនអរគ្នាទើបតែកាត់ពីម្សិលនេះឃើញទេអានេះទើបតែកាត់ពីម្សិលទេបងប្អូនណាកាត់ពីម្សិលលុះលឿនបានប៉ុណ្ណេះបងប្អូនណាអានេះប្រភេទអត្រាតាមប្រភេទស្មៅក្នុងទឹកបងប្អូនអញ្ចឹងថ្ងៃនេះខ្ញុំមកកាត់បន្តទៀតហើយអញ្ចឹងនៅក្នុងមួយយប់បានមួយថ្នាំងដៃឬក៏ពីរថ្នាំងដៃបងប្អូនកន្លែងខ្លះលួតដល់3អញ្ចឹងហើយវាលួតអត់ស្មើគ្នាទេឥឡូវថ្ងៃនេះមកកាត់តកន្លែងនេះទៀតតពីម្សិលបងប្អូនឃើញទេអញ្ចឹងកាលណាយើងមានស្មៅចំណីសត្វយើងចង់ចិញ្ចឹមសត្វអីក៏ងាយស្រួលដែរបងប្អូនណាចឹងមិនថាបងប្អូនអរគ្នាគួរតែពិចារណាក្នុងការដាំស្មៅចំណីសត្វបើសិនជាបងប្អូនអរគ្នាចង់ចិញ្ចឹមសត្វដោយចំណេញតែបើយើងមិនដាំទេមិនសង្ឃឹមទេបងប្អូនមិនសង្ឃឹមថាយើងចំណេញបានច្រើនដូចគេទេដោយសារយើងទិញចំណីនេះខាងខ្ញុំដាំស្មៅចំណីសត្វមើលខ្ចីលបមកបងប្អូនច្រូតប្រហែលដងនេះចាប់ពីភ្លើងឆេះគឺច្រូត2ដងទៀតដែរបងប្អូនណាអញ្ចឹងសម្រាប់បងប្អូនអរគ្នាដែលត្រូវការនៅពូជស្មៅចំណីសត្វមិនថាប្រភេទទឹកប្រភេទគោកអាចធ្វើការទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទពីខ្សែគឺ090 858325និង0993585និង35សូមអរគុណ